បើយើងនិយាយពីកលៈទេសៈនេះយើងឲ្យយើងសុបាយយើងសោចវាអត់កើតដោយសារតែយើងរហូតដល់មានការស្លាប់ បងប្អូនយើងជាជនរបស់យើងម្នាក់គាត់បាត់បង់ជីវិតដោយសារតែពួកចោរបាញ់រះមកលើយើងអញ្ចឹងវាជារឿងឈឺចាប់របស់យើងហើយប៉ុន្តែមានអ្នកខ្លះគេសុបាយចេញណាឧទាហរណ៍ដូចតារាចម្រៀងមួយនោះគាត់តម្លាក់បត់បាតណាបាតណីមករំកញ្ឆេងទាំងដែលយើងកំពុងតែឈឺចាប់រឿងមួយគួរថាស្ដាយមែនតើគេចំណេញពីស្ថានភាពហ្នឹងហើយស្ថានភាពហ្នឹងហើយដើម្បីទៅបញ្យូរឡែកខ្លួនឯងវាអសិលធម៌ទទួលយកបានវាយកអាម៉ាស់ទៅវិញទេអាហ្នឹងណាបើនិយាយពីគេដាក់ schedule post គេដាក់ចង់និយាយការវិភាគសម្រាប់ post ខ្ញុំហើយអ្នកធ្វើ post នឹងច្រើនឆ្នាំហើយខ្ញុំក៏ដាក់ schedule post ដែរប៉ុន្តែបើសិនជាមានរឿងអីភ្លាមឧទាហរណ៍ថាមានបញ្ហាវីដេអូខ្ញុំអង្គុយគិតថាហ្នឹងវាសមរម្យអត់វាប៉ះពាល់ខ្ញុំតម្លាក់ខ្ញុំលុបចោលវិញភ្លាមយើងកែបានយើងកែបានអាហ្នឹងវាអត់បញ្ហាទេហើយខ្ញុំនិយាយថាទៅមានចេតនាហ្មងមិនមែនយើងមិននិយាយជាចេតនាឬមិនចេតនាអីទេប៉ុន្តែគាត់ថាអាស្អីដែលយើងគួរធ្វើគឺកុំសុបាយរីករាយកុំអកឆេងអីលក្ខណៈហ្នឹងពេកណាពញាពេលបន្តិចទៅឲ្យយើងសាបបន្តិចទៅយើងអាចធ្វើអីវិញបានហើយគេថាចុះគេរកស៊ីក៏តែដេកយំដេកកាត់ទុកតែវាមិនអញ្ចឹងដល់ហាក់ហ្នឹងពេកទេគាត់ឲ្យហួសហេតុពេកបានណាឲ្យវាសាបទៅបន្តិចសិនមួយថ្ងៃពីរថ្ងៃ3ថ្ងៃសិនណាមែនអត់